កាត់ឋិនគឺជាពិធីបុណ្យមួយដែលចាប់ផ្ដើមធ្វើបន្ទាប់ពីចេញព្រះវស្សាបុណ្យកឋិនតែងតែបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ពុំមានទំនេរវត្តណាមួយត្រូវបានខកខាននោះឡើយដូច្នេះគេតែងតែឃើញក្បួនដង្ហែកឋិនទានបានដង្ហែទៅកាន់ទីអារាមរៀងខ្លួនចាប់ពីថ្ងៃ100ខែអាសត់ដល់ថ្ងៃ15កើតខែកណ្ឌិកហើយបើទីអារាមណាមួយមិនមានកឋិនហើយចូលនោះទេទីអារាមនោះក៏ត្រូវតែរៀបចំកឋិនជើងវត្តដែរពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗគេរៀបចំឡើងយ៉ាងអធិកអធមសប្បាយរីករាយយ៉ាងក្រៃលែងអ្នកផ្ដាំបុណ្យបានរៀបចំបរិក្ខារកឋិនមានត្រៃចីវរសង្ឃេដីស្បង់ព្រមទាំងទេយ្យទានផ្សេងទៀតដូចជាបាតចានស្រាក់កំបិតទេមជុលហងយាមឆាត់ជាដើមសពគ្រប់ទាំងអស់គេនាំគ្នាហែទៅទីអារាមដែលបានកំណត់ទុកបើកឋិននោះហែទៅវត្តឆ្ងាយគេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្តសម្ដៅទៅវត្តនោះបើវត្តនោះនៅតាមដងទន្លេគេជិះទូកកាណូតឬកប៉ាល់មានមនុស្សម្នាប្រុសស្រីក្មេងចាស់តែងខ្លួនលាបម្សៅសិតសក់ស្លៀកសម្ពត់អាវថ្មីបាំងខ្លោះចម្រុះពណ៌គួរជាទីត្រេកត្រអាលត្រៃពេកក្នុងការហែនេះគេមានប្រគំភ្លេងលោតតន្ត្រីយ៉ាងពិរោះដោយជាពិសេសក្រុមភ្លេងឆាយ៉ាំដែលធ្វើឲ្យបរិយាកាសរឹតតែក៏ព្រឹកក៏ក្រែងរស់រវើកសប្បាយក្រៃលែងលុះទៅដល់គេមិនទាន់យកអង្គកឋិនចូលព្រះវិហារភ្លាមនោះទេគេតម្កល់អង្គកឋិនទុកនៅក្នុងសាលាបុណ្យមួយដែលមានគេរៀបទុកជាស្រេចគេនិមន្តព្រះសង្ឃឆាន់ពេលថ្ងៃត្រង់បន្ទាប់ពីនោះពុទ្ធបរិស័ទចំណុះជើងវត្តមានទួនាទីរៀបចំភោជនាហារលៀងដល់ភ្ញៀវដែលនាំអង្គកឋិនចូលមកកាន់វត្តរបស់ខ្លួនយ៉ាងឥតកថឹកកក់ក្ដៅរាក់ទាក់រីករាយខ្វាន់ពេកលុះរសៀលជ្រៅជ្រែបន្តិចគេនាំគ្នាហែអង្គកឋិនវត្តជុំវិញព្រះវិហារចំនួន3ជុំទើបនាំគ្នាចូលទៅក្នុងព្រះវិហារ